បាទសួស្តីបងប្អូនទាំងអស់គ្នាអានេះខ្ញុំមកប្រាប់ពីរបៀបប្រើម៉ៃយើងណានេះបើទូរស័ព្ទយើងប្រើ Type C គឺយើងដោតអានេះចូលទូរស័ព្ទយើងណាហើយបើយើងប្រើជា iPhone យើងត្រូវតគ្នាណាគឺយើងដោតតអញ្ចឹងមកដោតឲ្យជាប់មកណាហើយអានេះបើយើងប្រើកុំព្យូទ័រយើងដោតអានេះដើម្បីតគ្នាយកទៅដោតចូលណាលើទូរស័ព្ទខ្ញុំiPhone ខ្ញុំដោតអាដូចនេះចូលណាតគ្នាអញ្ចឹងហើយយើងយកទៅដោតមួយទូរស័ព្ទយើងមកទៅវាលោតភ្លើងផ្លែតអញ្ចឹងអានឹងយើងអត់ទាន់បើកម៉ៃណាពេលដែលយើងបើកម៉ៃទៅគឺវាលោតភ្លើងឲ្យយើងមើលថាយើងប្រើមួយឬក៏ពីរបាទនេះគឺវាឈប់លោតមកចាស់រៀងគឺយើងបើកម៉ៃមួយណាបើយើងបើកទាំងពីរគឺភ្លើងហ្នឹងវានៅជាប់ទាំងពីរហ្នឹងវាសញ្ញាវាប្រាប់យើងអញ្ចឹងណាបាទហើយអាហ្នឹងយើងថតវីដេអូឬក៏ live ទៅបានហើយអានេះយើងដាក់ជាប់កអាវយើងមកឬក៏យើងកាន់និយាយយើងដាក់ឆក់ដាក់គៀបអីនៅកអាវយើងក៏បានកាន់និយាយផ្ទាល់ក៏បានដែរណាហ្នឹងហើយមានតែប៉ុណ្្នឹងទេស្រួលប្រើទេបាទហើយមួយទៀតអានេះបើយើងអស់ភ្លើងម៉ៃយើងវាអស់ភ្លើងយើងដាក់ចូលប្រអប់មកគឺយើងសាកភ្លើងវាបានហើយណាអញ្ចឹងនៅក្នុងប្រអប់ហ្នឹងគឺវាមានថ្មហើយដល់ពេលបើយើងប្រអប់យើងអស់ថ្មទៀតយើងអាចដោតភ្លើងឲ្យចូលថ្មប្រអប់យើងវិញមកបាទនេះហើយអញ្ចឹងយើងប្រើបានយូរបាទពេលយើងអស់ម៉ៃយើងវាអស់ថ្មយើងដាក់ចូលប្រអប់វាសាកភ្លើងចូលម៉ៃយើងអូតូហើយណាបាទសួស្តីបងប្អូនទាំងអស់គ្នាអានេះខ្ញុំអត់ទាន់ដោតម៉ៃចូលណាអានេះសំឡេងវានៅក្រៅជាមួយខ្ញុំដោតម៉ៃយើងនេះចូលណាអញ្ចឹងខ្ញុំតេស្តសំឡេងឲ្យបងប្អូនស្ដាប់នេះខ្ញុំដោតចូលហើយណាខ្ញុំដោតចូលហើយបាទអានេះខ្ញុំនិយាយមួយម៉ៃហ្នឹងណានេះសលេងខ្ញុំចូលហើយណាបាទអញ្ចឹងបងប្អូនស្ដាប់មើលអាហ្នឹងមុខងារវាជួយកាត់សម្លេងរំខានបាន 50% ដែរវាអត់បានទាំងអស់ទេតែវាជួយយើងបានខ្លះហ្នឹងហើយអានេះលឿងហ្នឹងបើយើងចុច2ដងទៅគឺវាចេញមុខងារសំឡេងអេកូវិញណាចាំមើលខ្ញុំចុចឲ្យខ្ញុំនិយាយឲ្យបងប្អូនស្ដាប់ណាបាទនេះខ្ញុំចុចឲ្យណាចុចឲ្យ